សូមស្រមៃមើលពិភពលោកមួយដែលគ្របដណ្ដប់ដោយសត្វយក្សអស់រយៈពេល160លានឆ្នាំប៉ុន្តែបែរជាត្រូវបាត់រូបរាងទៅវិញត្រឹមតែមួយពព្រិចភ្នែកតើអ្វីទៅដែលមានអំណាចខ្លាំងក្លារហូតដល់អាចកម្ចាត់សត្វដែលមានឥទ្ធិពលបំផុតនៅលើភពផែនដីឲ្យរលាយសាបសូន្យបានផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ history.com មហន្តរាយនៃការបាត់បង់រូបរាងនេះត្រូវបានគេស្គាល់ថាជាព្រឹត្តិការណ៍ផុតពូជ KT ដែលបានកើតឡើងកាលពីប្រហែល 65.5 លានឆ្នាំមុនអស់រយៈពេលជាច្រើនទសវត្សរ៍អ្នកវិទ្យាសាស្ត្រជីវវិទូបានព្យាយាមលើកឡើងនៅទ្រឹស្ដីជាច្រើនអ្នកខ្លះជឿថាសត្វថនិកសត្វតូចៗបានស៊ីពងដៃណូស័រអស់ឬខ្លះទៀតយល់ថាវាបណ្ដាលមកពីជំងឺឆ្លងរាតត្បាតនិងការប្រែប្រួលអាកាសធាតុដែលធ្វើឲ្យភពផែនដីត្រជាក់ខ្លាំងរហូតដល់សត្វឈាមត្រជាក់ទាំងនេះមិនអាចរស់នៅបានទោះជាយ៉ាងណាអាកំបាំងនេះត្រូវបានលាតត្រដាងកាន់តែច្បាស់នៅក្នុងទសវត្សរ៍ឆ្នាំ 1980 លោក Luis Alvarez ដែលជាអ្នករូបវិទ្យាម្ចាស់ពានរង្វាន់ Nobel និងកូនប្រុសរបស់លោកឈ្មោះ Walter បានរកឃើញស្រទាប់ធាតុ Iridium យ៉ាងច្បាស់នៅក្នុងស្រទាប់ដីភូមិសាស្ត្រចំពេលដែលដាយណូស័រផុតពូជដោយសារធាតុ Iridium នេះមានកម្រិតតិចតួចបំផុតនៅលើផែនដីប៉ុន្តែមានយ៉ាងច្រើននៅតាមផ្កាយព្រះគ្រោះពួកគេក៏បានដាក់ចេញនៅទ្រឹស្ដីថ្មីមួយថាមានផ្កាយព្រះគ្រោះយក្សមួយបានបុកទង្គិចជាមួយផែនដីទ្រឹស្ដីនេះត្រូវបានបញ្ជាក់កាន់តែច្បាស់នៅក្នុងទសវត្សរ៍ឆ្នាំ 1990 នៅពេលដែលអ្នកវិទ្យាសាស្ត្របានរកឃើញរណ្ដៅភ្នំភ្លើងដ៏ធំសម្បើមឈ្មោះ Chicxulub នៅឆ្នេរសមុទ្រនៃប្រទេសមិចស៊ិកដែលជាស្លាកស្នាមនៃការបុកទង្គិចដ៏ខ្លាំងក្លារហូតដល់ធ្វើឲ្យផ្ទៃមេឃងងឹតសូន្យសងនិងផ្លាស់ប្ដូរវាសនានៃជីវិតលើផែនដីជារៀងរហូតគំនិតអប់រំនិងចំណេះដឹងសកលរឿងរ៉ាវរបស់ដាយណូស័រគឺជាមេរៀនដ៏ស៊ីជម្រៅមួយដែលរំលឹកយើងអំពីភាពផុយស្រួយនៃជីវិតវាបង្រៀនយើងថាទោះបីជាពូជសាសន៍ឬសត្វលោកណាមួយហាក់ដូចជាមានអំណាចខ្លាំងក្លាយ៉ាងណាក៏ដោយក៏យើងទាំងអស់គ្នានៅតែស្ថិតក្រោមឥទ្ធិពលនៃកម្លាំងធម្មជាតិនិងចក្រវាឡដែលមិនអាចទាយទុកជាមុនបានការយល់ដឹងពីអតីតកាលមិនមែនត្រឹមតែជាការសិក្សាអំពីឆ្អឹងសត្វនោះទេប៉ុន្តែវាគឺជាការទទួលស្គាល់នៅតុល្យភាពដ៏សែនស្ដើងនៃបរិស្ថានដែលយើងកំពុងរស់នៅសូមបន្តរក្សាការចង់ដឹងចង់ឃើញនិងស្វែងរកការពិតអំពីពិភពលោកដ៏អស្ចារ្យរបស់យើងប្រសិនបើលោកអ្នកពេញចិត្តនឹងការធ្វើដំណើរឆ្លងកាត់ពេលវេលានេះសូមជួយគាំទ្រ Channel របស់យើងតាមរយៈការចុច Like Subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតនិងចូលរួមបញ្ចេញមតិក្នុងប្រអប់ Comment ខាងក្រោមតើលោកអ្នកគិតយ៉ាងណាដែរប្រសិនបើមនុស្សជាតិត្រូវប្រឈមមុខនឹងព្រឹត្តិការណ៍បែបនេះនៅថ្ងៃនេះ